រជនបែនដឹកដីបើកចុះពីលើភ្នំគេសង្ស័យដៃហ្វ្រាំងក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យតកងស្លាប់នៅនឹងកន្លែងកាត់ហែនតកងរជនបែនដឹកដីបោះពួយក្នុងលបឿនលឿនទៅបុករនាំងក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងកាត់ហែនហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 11:30 នាទីត្រូវនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 ស្ថិតនៅត្រង់ចំណុចភូមិជើងភ្នំឃុំត្រពាំងព្រៃស្រុកអន្លង់វែងខេត្តឧត្តរមានជ័យជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះយ៉ានសុជៀនភេទប្រុសអាយុ 36 ឆ្នាំត្រូវបានស្លាប់នៅនឹងកន្លែងកាត់ហែនជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះយ៉ានសុជៀនភេទប្រុសអាយុ 36 ឆ្នាំស្លាប់នៅនឹងកន្លែងកាត់ហែនភ្លាមៗបើករថយន្តម៉ាកភុយសូពណ៌ផ្ទៃមេឃលីសពាក់ស្លាកលេខតាកែវ 3A2669 រស់នៅក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបប្រពន្ធពីសមត្ថកិច្ចមូលដ្ឋានដែលនៅកន្លែងកាត់ហែនបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកាត់ឡើងស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ 67 ស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ 67B ចន្លោះបង្គោលលេខ 131 និង 132 ឃុំត្រពាំងព្រៃស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបង្គោលឡើងដោយរថយន្តបែនប្រភេទដឹកដីបានបើកចុះពីលើភ្នំដងរែកក្នុងលបឿនលឿនគេសង្ស័យដេកហ្វ្រាំងបណ្ដាលឲ្យបុកបង្កាន់ដៃថ្មក្រឡាប់ធ្លាក់ចុះក្រោមជាច្រើនត្រឡប់បណ្ដាលឲ្យអ្នកបើកបរស្លាប់យ៉ាងអណោចអធមនិងឡានបានខូចខ្ទេចខ្ទីស្ទើរតែទាំងស្រុងតែម្ដងសមត្ថកិច្ចបញ្ជាក់ថាបច្ចុប្បន្នរថយន្តនិងសាកសពដែលជាជនរងគ្រោះនៅកន្លែងកាត់ហែនសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីគួររំលឹកថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមែនថាលើកទី1នោះទេកន្លងមកចំណុចផ្លូវឡើងភ្នំឆ្ពោះមកច្រកទ្វារអន្តរជាតិជាំតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ឆាប់ឆក់យកជីវិតមនុស្សប្រុសស្រីក្មេងរាប់រយនាក់មកហើយចាស់ក្មេងរាប់រយនាក់មកហើយផងដែរសូមមេត្តាមានការប្រុងប្រយ័ត្នផងក្នុងការធ្វើដំណើរចរាចរណ៍